តើអ្នករៀបចំជីវិតខ្លួនឯងបែបណាអ្នកមានអ្នកក្រសុទ្ធតែមានទុក្ខនិងមានការខ្វល់ខ្វាយដូចគ្នាតែការដែលរស់នៅដោយគ្មានការខ្វល់ខ្វាយច្រើននោះទេវាមិនមែនទាល់តែអ្នកជាអ្នកមានទេអ្វីដែលសំខាន់គឺអាស្រ័យទៅលើខ្លួនឯងផ្ទាល់តើអ្នករៀបចំជីវិតខ្លួនឯងបែបណាបើអ្នកអាចបោះបង់ចោលរឿងឥតប្រយោជន៍និងឈប់ខ្វល់ពីរឿងដែលមិនបានការពេលនោះជីវិតអ្នកនឹងចាប់ផ្ដើមរីករាយបន្តិចម្ដងនៅពេលដែលអ្នករស់នៅក្នុងជីវិតដែលគ្មានការខ្វល់ខ្វាយច្រើនទម្រាំអាចសម្រេចក្តីសុបិនវាមិនមែនជារឿងងាយស្រួលទេសៀវភៅនេះស្រាលហើយវាមានទំហំ A5 សៀវភៅលេខសម្ងាត់មានកម្រាស់278ទំព័រជាប្រភេទសៀវភៅលើកទឹកចិត្តមានការបំផុសជាសំណួរជាច្រើនដើម្បីឲ្យអ្នកអានស្វែងរកចម្លើយចេញពីក្នុងខ្លួនឯងសៀវភៅនេះត្រូវចំពោះអ្នកដែលកំពុងតែស្វែងរកខ្លួនឯងជានរណាកើតមកដើម្បីអ្វី